យុវជនម្នាក់បានវាយកំទេចផ្ទះខ្លួនឯងហើយសាងសង់ជាចំណតរថយន្តអ្នកភូមិទាំងមូលសើចចំអកថាគាត់ឈួតហើយប៉ុន្តែនៅពេលដែលផ្លូវធ្វើរួចគ្មាននរណាម្នាក់អាចសាច់ចេញទៀតទេគ្រាន់តែដោយសារតែកាលពី1ខែអ្នកភូមិទាំងមូលទទួលបានប្រាក់សំណងរស់រើផ្ទះ60,000មានតែគ្រួសារយុវជននេះទេដែលត្រូវដកចេញពីបញ្ជីដោយសារតែបានប្រមាថមេឃុំប៉ុន្តែគាត់មិនប្រញាប់ប្រញាល់ឡើយថែមទាំងវាយកំទេចផ្ទះសាងសង់ជាចំណតរថយន្តទៅវិញចង់បានលុយរហូតដល់ឈួតហើយមែនទេនេះគឺជាភូមិរបស់យើងមិនមែននៅទីក្រុងឯណានរណាគេនឹងចំណាយលុយមកចាត់ឡាននៅកន្លែងកំសត់នេះគឺខួរក្បាលមានបញ្ហាហើយមានបញ្ហាទាំងស្រុងតែម្ដងនៅក្នុងសម្លេងសើចចំអករបស់អ្នកគ្រប់គ្នាខ្ញុំបានបញ្ចប់ការងារទាំងអស់ដោយស្ងៀមស្ងាត់បន្ទាប់មកខ្ញុំបានលើកផ្ទាំងឈើដែលបានសរសេររួចជាស្រេចចុះពីលើរឹមមកកង់3ហើយដោតវាយ៉ាងខ្លាំងនៅច្រកចូលដីឡូតនៅលើផ្ទាំងឈើមានលាបថ្នាំពណ៌ក្រហមឆ្អៅសរសេរអក្សរធំពីរជួរយ៉ាងច្បាស់ថាពួកចំណតរថយន្តគឺចុចមួយថ្ងៃ50យន្តមួយយប់100យន្តផ្លាកសញ្ញានេះប្រៀបដូចជាកំភ្លៀងមួយទីយ៉ាងដំណំចំមុខអ្នកដែលកំពុងសើចចំអកទាំងអស់បន្ទាប់ពីស្ងប់ស្ងាត់មួយផ្លេតក៏ផ្ទុះឡើងកាន់តែខ្លាំងនៅការសើចចំអកកាន់តែអនាធិបតេយ្យ50យន្តមួយថ្ងៃមិនក៏វាមិនទៅប្លន់តែម្ដងទៅខ្ញុំមើលទៅវាពិតជាឈួតមែនហើយមិនត្រឹមតែឈួតទេថែមទាំងឈួតមិនធម្មតាទៀតផងបងប្អូនទាំងអស់គ្នាបានឃើញទេគឺជារឿងកំ pl ែងប្រចាំឆ្នាំសិស្សពូកែប្រឡងបាក់ឌុបពីផ្ទះចោលសំចំណតឡានយកលុយ50យន្តក្នុងមួយថ្ងៃអ្នកទាំងអស់គ្នាគិតថាគាត់ឈួតទេប្រឈមមុខនឹងការសាច់ចំអកដែលហូរមកដូចទឹកបាក់ទំនប់ខ្ញុំគ្រាន់តែរកកៅអីជ័រតូចមួយមកហើយអង្គុយនៅច្រកចូលចំណតរថយន្តបន្ទាប់មកខ្ញុំបានដំឡើងរបាំងដោយដៃមួយនៅច្រកចូលតែធ្វើពីបំពង់ដែកដ៏វែងមួយខ្ញុំអង្គុយនៅទីនោះដោយក្នុងត្រង់ភ្លឹងប្រៀបដូចជារូបសំណាកដ៏ស្ងៀមស្ងាត់មួយបណ្ដោយឲ្យក្រសែភ្នែកអាក្រក់ទាំងនោះសម្លឹងមកកាន់ខ្ញុំដឹងថានៅក្នុងក្រសែភ្នែកពួកគេខ្ញុំជាមនុស្សឈួតទាំងស្រុងម្នាក់ជាមនុស្សគួរអាណិតដែលត្រូវគេបង្ខំដល់ចំណុចតែពួកគេមិនដឹងទេថារឿងល្ខោននេះទើបតែចាប់ផ្ដើមនោះទេហើយខ្ញុំគឺជាអ្នកដឹកនាំរឿងតែម្នាក់គត់មួយខែបន្ទាប់ខ្ញុំបានក្លាយជាប្រធានបទសើចចំអកនិងជាគំរូអាក្រក់ប្រចាំភូមិចំណតរថយន្តរបស់ខ្ញុំទេស្អាតកុំថាឡើយឡានសូម្បីតែមន់ក៏ខ្ជិលចូលមកពងដែរជីវិតប្រចាំថ្ងៃរបស់ខ្ញុំគឺអង្គុយនៅលើកៅអីជ័រតូចនៅច្រកចូលនៅពីមុខមានតុតុកមួយលើតុមានតែមួយពេញនិងសៀវភៅមួយក្បាលពីព្រះអាទិត្យរះរហូតដល់ព្រះអាទិត្យលិចនៅពេលអ្នកភូមិធ្វើដំណើរឆ្លងកាត់មុខផ្ទះខ្ញុំតែងតែមានចិត្តណាបន្ថយល្បឿនដើរចង្អុលមកកាន់ខ្ញុំឃើញទេនោះហើយគឺវ័យចានខំរៀនសូត្របានច្រើនចុងក្រោយរៀនដល់ឈួតមិនព្រមរកការងារត្រឹមត្រូវធ្វើរាល់ថ្ងៃអង្គុយនៅទីនេះដេកយល់សប្តាហ៍ទាំងថ្ងៃអ្នកខ្លះដែលជាឪពុកម្ដាយគេរឹតតែទាញកូនដែលមិនស្ដាប់បង្គាប់របស់ខ្លួនមកហើយចង្អុលមកខ្ញុំរួចប្រាប់ថាកូនមើលទៅទីនោះទៅបើកូនមិនខំរៀនមិនខិតខំប្រឹងប្រែងទេថ្ងៃអនាគតនឹងដូចជាគាត់អញ្ចឹងខ្លាចជាមនុស្សអត់ការងារធ្វើឪពុកម្ដាយខ្ញុំបានខ្លាចជាមនុស្សដែលមិនហ៊ានងើបមុខមើលគេក្នុងភូមិពួកគេមិនហ៊ានចេញពីផ្ទះទេជារៀងរាល់ថ្ងៃស្នាក់នៅផ្ទះជួបបណ្ដោះអាសន្នដែលជាផ្ទះក្បឿងលេខឃ្លីរបស់គណៈកម្មាធិការភូមិអង្គុយដកដង្ហើមធំម្ដាយខ្ញុំយំអង្វរខ្ញុំជាច្រើនដងយើងឈប់ចង់ឈ្នះរឿងនេះទៅបានទេយើងសង់ផ្ទះនៅលើដីនោះវិញទៅឬក៏ដាំបន្លែខ្លះក៏ប្រសើរជាងពេលនេះដែរម៉ែសូមអង្វរកូនចំណែកប៉ាខ្ញុំវិញគឺជួបបារីថោកមួយដាំហើយមួយដាំទៀតធ្វើឲ្យពេញបន្ទប់ពោពេញដោយផ្សែងហើយគាត់មិននិយាយមួយម៉ាត់ឡើយខ្ញុំដឹងថាពួកគេកំពុងទទួលរងសម្ពាធយ៉ាងខ្លាំងប៉ុន្តែខ្ញុំអាចត្រឹមតែនិយាយប្រាប់ពួកគេថាប៉ាម៉ែរងចាំបន្តិចទៀតទៅចិត្តដល់ពេលហើយស្របពេលជាមួយគ្នានោះដែរអ្នកភូមិដែលទទួលបានប្រាក់សំណង60,000បានចាប់ផ្ដើមចំណាយយ៉ាងឈួតលីលាស្ទើរតែត្រឹមមួយយប់សោះនៅក្នុងភូមិគ្រប់ក្រុមគ្រួសារសុទ្ធតែទិញឡានថ្មីថោកក៏តម្លៃខ្ទង់10000ដែលជារថយន្តផលិតក្នុងស្រុកថ្លៃក៏តម្លៃ20-30,000ដែលជារថយន្តនាំចូលគ្រួសារវងវ៉ាយ៉ៃរឹតតែហឺហាមិនត្រឹមតែទិញរថយន្តដល់មុខស្អើវងហោកទេថែមទាំងបដូររថយន្ត Aria 5មួយសេរីខ្ពស់បំផុតសម្រាប់ខ្លួនឯងនៅពេលមានរថយន្តថ្មីច្រើនបញ្ហាក៏កើតមានតាមនឹងដែរផ្លូវចាស់ក្នុងភូមិតានេះជាឡានអ្នកណាឥឡូវនេះផ្លូវត្រូវបានបិទបែបនេះហើយសូម្បីតែកន្លែងដាក់ជើងក៏ស្ទើរតែគ្មានផងឡានគ្មានកន្លែងចតទេអាចត្រឹមតែចតញ៉ាត់តាមចន្លោះសួរថាថ្ងៃនេះអញបិទច្រកទ្វារផ្ទះអញថ្ងៃស្អែកវាឆ្កូតឡានអញធ្វើបែបនេះតើឲ្យមនុស្សដើរតាមណាឡានអ្នកណាយកចេញឥឡូវនេះអញមកបិទច្រកទ្វារផ្ទះអញហើយនៅមានមុខមកនិយាយខ្ញុំគ្រាន់តែចតមួយផ្លែតតើមានបញ្ហាអ្វីភូមិទាំងមូលប្រែជាវឹកវរសំឡេងត្អូញត្អែរពេញភូមិអ្នកគ្រប់គ្នាបានផ្ញើក្តីសង្ឃឹមទៅលើផ្លូវថ្មីដែលកំពុងសាងសង់នៅច្រកចូលភូមិនោះគឺជាផ្លូវដ៏ធំទូលាយមួយជាផ្លូវក្រៅស៊ូមាន4កន្លងទៅមកភ្ជាប់ដោយផ្ទាល់ទៅផ្លូវធំក្នុងទីប្រជុំជនគេល្បីថានេះជាផ្នែកមួយនៃផ្លូវទេសចរនាពេលអនាគតអ្នកភូមិរាល់ថ្ងៃតែងទៅមើលការដ្ឋានសាងសង់ផ្លូវទន្ទឹងរង់ចាំផ្លូវនេះបើកឲ្យចរាចរណ៍ឆាប់ផ្លូវថ្មីលេចរូបរាងឡើងពីមួយថ្ងៃទៅមួយថ្ងៃផ្ទៃផ្លូវកៅស៊ូពណ៌ខ្មៅត្រូវបានចាក់រួចរាល់គំនូសសញ្ញាចរាចរណ៍ពណ៌ស្ត្រូវបានគូររួចរាល់សួនច្បារអំសងខាងផ្លូវនិងរនាំងដែកពណ៌ប្រាក់ក៏ត្រូវបានដំឡើងរួចរាល់ផងដែរវាប្រៀបដូចជានាគខ្មៅដ៏ធំមួយដេកនៅច្រកចូលភូមិអញ្ចឹងមើលទៅពិតជាអស្ចារ្យណាស់ពោពេញដោយភាពទាន់សម័យអ្នកគ្រប់គ្នាជឿជាក់ថានៅពេលដែលផ្លូវនេះបើកឲ្យដំណើរការបញ្ហាចរាចរណ៍ក្នុងភូមិនឹងត្រូវបានដោះស្រាយទាំងស្រុងឡានរបស់ពួកគេអាចបើកបរបានដូចនៅទីក្រុងដែរគ្មានការកកស្ទះឡើយមួយថ្ងៃមុនពេលបើកឲ្យចរាចរណ៍វងហៅមានចិត្តណាបើកឡានបឹងរបស់ខ្លួនមកមុខចំណតរថយន្តទៅទេស្អាតរបស់ខ្ញុំបើកចុះបើកឡើងកង់ឡានកិនហុយធូលីដីហោះមកប៉ះពេញមុខរបស់ខ្ញុំតែខ្ញុំសំបីតែញើបមុខមើលក៏អត់ផងនៅតែបន្តអានសៀវភៅរបស់ខ្ញុំគាត់ឃើញខ្ញុំមិនខ្វល់មានអារម្មណ៍ថាមិនសប្បាយក៏ឈប់ឡានលាងក្បាលចេញមកដោយទឹកមុខពោពេញដោយស្នាមញឹមមើងងាយឡើយចេនអង្គុយភ្លឺអស់មួយខែហើយមានរសជាតិយ៉ាងម៉េចដែរឃើញទេស្អែកនេះផ្លូវបើកឲ្យចរាចរណ៍ហើយដល់ពេលនោះឡានរបស់មនុស្សគ្រប់គ្នាអាចបើកដល់មុខផ្ទះកន្លែងកំសត់របស់ឯងនេះរឹតតែគ្មានអ្នកណាមកទៀតហើយប៉ុន្តែកុំបារម្ភអីដោយយកថាធ្លាប់រៀនជាមួយគ្នាថ្ងៃស្អែកបងនឹងក្លាយជាអ្នកបើកចូលមកមុនគេហាពោពេញទៅដោយការអួតអាងនិងការប្រមាថទីបំផុតខ្ញុំងើបមុខឡើងយឺតហើយបិទសៀវភៅនៅក្នុងដៃខ្ញុំសម្លឹងមើលមុខដ៏ក្រអឺតក្រទមរបស់គាត់ហើយញឹមនៅចុងមាត់បន្តិចរួចឆ្លើយថាល្អខ្ញុំនិយាយតែមួយម៉ាត់គត់ថាក៏ខ្ញុំរងចាំឯងទេនៅពេលយប់ក្រុមសំណងបានបញ្ចប់ការគូសគំនូសសញ្ញាចុងក្រោយហើយយកចេញនៅរនាំងនិងផ្លាកសញ្ញាការដ្ឋានទាំងអស់ផ្លូវកៅស៊ូថ្មីសន្លាងក្រោមពន្លឺព្រះច័ន្ទដ៏ត្រជាក់បញ្ចេញពន្លឺពណ៌ខ្មៅភ្លឺរលោងហាក់ដូចជាផ្លូវឆ្ពោះទៅកាន់ប្រាសាទអាថ៌កំបាំងមួយព្យុះមួយដែលនឹងបក់បក់ពេញភូមិកំពុងតែបង្កប់អត្ថន័យដោយស្ងៀមស្ងាត់ចំណែកឯខ្ញុំបានរៀបចំក្តារអុកយ៉ាងរួចរាល់រងចាំតែគូប្រកួតចូលអន្ទាក់ព្រឹកព្រលឹមថ្ងៃបន្ទាប់មេឃមិនទាន់ភ្លឺស្រាំងស្រួលបួលផងសំឡេងផោកផ្ទុះលាន់នៅត្រហឹងអឹងកងបានបន្លឺឡើងខ្ញុំឃើញវងហ្វាយ៉ៃស្លៀកឈុតធំថ្មីសន្លាង
ផ្លូវថ្មីឆ្ពោះទៅកាន់ជីវិតដ៏មានសុភមង្គលរបស់ភូមិលីពេលនេះត្រូវបានបើកឲ្យចរាចរណ៍ជាផ្លូវការហើយឡានដែលបានតម្រង់ជួររងចាំនៅផ្លូវបំបែកជាយូរមកហើយបានបញ្ចេញម៉ាស៊ីនព្រមគ្នានៅលើទឹកមុខរបស់អ្នកពុំពេញទៅដោយភាពរំភើបនិងសេចក្តីអំណរដែលមិនអាចទប់បានលយណាស់ផ្លូវនេះធំទូលាយមែនថ្ងៃក្រោយជិះទៅទីប្រជុំជនតែ10នាទីក៏ដល់ដែរលែងចាំបាច់ទៅជិះកកស្ទះនៅផ្លូវចាស់នោះទៀតហើយសំឡេងម៉ាស៊ីនឡាននិងសំឡេងហូររទស្សន៍របស់មនុស្សនៅលើផ្លូវកៅស៊ូថ្មីពួកគេបានបើកចុះបើកឡើងនៅលើផ្លូវថ្មីជាច្រើនជុំទើបពេញចិត្តរៀបចំដោយក្តីរំភើបបើកឡានត្រឡប់ទៅមុខផ្ទះរបស់ពួកគេរៀងខ្លួនបន្ទាប់មកគ្រប់គ្នាក៏ទាំងអស់ចុចខាងក្រោមដើម្បីទស្សនាវគ្គពេញពួកគេបានបើកឡានចុះឡើងនៅលើផ្លូវថ្មីជាច្រើនជុំទើបអស់ចិត្តយ៉ាងមានក្តីសុខរៀបចំបើកឡានត្រឡប់ទៅមុខផ្ទះរៀងខ្លួនវិញបន្ទាប់មកគ្រប់គ្នាក៏ទាំងអស់ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលផ្លូវកៅស៊ូដ៏ថ្មីសន្លាងមួយខ្សែនេះដើម្បីសោភ័ណភាពផ្លូវនិងសុវត្ថិភាពចរាចរណ៍ទាំងសងខាងត្រូវបានបិទជិតដោយសួនច្បារកម្ពស់ជិត1ម៉ែត្រត្រូវបានបិទជិតទាំងស្រុងនៅតាមបណ្ដោយផ្លូវទាំងមូលក្រៅពីចំណុចចាប់ផ្ដើមនិងចំណុចបញ្ចប់នឹកស្មានមិនដល់ផ្លូវបំបែកណាចូលទៅកាន់ផ្ទះរបស់អ្នកភូមិឡើយផ្លូវបំបែកច្រកចេញតែមួយគត់គឺនៅឯច្រកចូលភូមិហើយច្រកចេញតែមួយគត់នោះគឺបែរមុខចំផ្ទះរបស់ខ្ញុំតែម្ដងដែលពួកគេធ្លាប់បានសាច់ចំអកអស់រយៈពេល1ខែចំណតរថយន្តដ៏ធំទូលាយនោះនិយាយម្យ៉ាងទៀតរាល់ឡានទាំងអស់ដែលបើកចូលផ្លូវថ្មីក្នុងភូមិមានរឿងអីហ្នឹងមិនបានជាផ្លូវបិទជិតអញ្ចឹងតើខ្ញុំទៅផ្ទះយ៉ាងម៉េចមុខផ្ទះខ្ញុំអត់មានផ្លូវបំបែកទេតើអ្នកណាជាអ្នកគូសប្លង់ផ្លូវនេះឈ្គួតទេដឹងពិតជាឡប់មែនខ្ញុំនឹងទម្លាយរឿងនេះច្បាស់ជាការបោកប្រាស់ហើយមានអ្នកខ្លះមិនជឿចង់បើកឆ្លងកាត់សួនច្បារកម្ពស់កន្លះម៉ែត្រនោះបើកបោកកាត់តែម្ដងលទ្ធផលគឺឮតែសំឡេងក្រប្រងយ៉ាងខ្លាំងក្បាលឡានផុតទៅហើយប៉ុន្តែបាតឡានត្រូវបានជាប់គាំងដោយថ្មចិញ្ចាំផ្លូវយ៉ាងរឹងមនុស្សជាច្រើនទៀតបានសម្រេចចិត្តចតឡានដោយផ្ទាល់នៅលើផ្លូវកៅស៊ូថ្មីប៉ុន្តែពួកគេមិនទាន់ទាំងចុះពីឡានផងឡានមួយគ្រឿងដែលមានភ្លើងផ្លឹបផ្លែតហាក់ដូចជាធ្លាក់ពីលើមេឃបានបើកមកដល់ដោយស្ងៀមស្ងាត់ប៉ូលីសចរាចរណ៍2នាក់មកស្ងួតបានចុះពីឡានផ្លូវថ្មីហាមឃាត់ការចតខុសច្បាប់យ៉ាងតឹងរឹងអ្នកបំពេញនឹងត្រូវពិន័យ200យន់និងកាត់3ពិន្ទុសំឡេងដ៏ត្រជាក់ស្រេបព្រាបដូចជាសំឡេងជុំរណៈបានបន្លឺឡើងក្នុងបេះដូងម្ចាស់ឡានគ្រប់រូប200ពួកគេធ្វើសកម្មភាពយ៉ាងរហ័សថតរូបឡានដែលចតខុសច្បាប់នីមួយរំពេចនោះនៅលើផ្លូវដ៏ធំទូលាយពោពេញទៅដោយរថយន្តដែលមិនដឹងត្រូវធ្វើយ៉ាងណាសំឡេងស៊ីផ្លេសំឡេងជាប្រតិចសំឡេងឆ្លុះប្រកែកគ្នារវាងម្ចាស់ឡាននិងប៉ូលីសចរាចរណ៍បានលាន់នៅរំពងពួកអត់ជាងចូលឆ្នាំទៅទៀតភូមិលីទាំងមូលធ្លាក់ពីឋានសួគ៌ក៏ដល់រីករាយទៅជាឋាននរកដ៏ច្របូកច្របល់មួយរំពេចចំណែកខ្ញុំនៅក្នុងភាពវឹកវររបស់មនុស្សគ្រប់គ្នាបានលើកចេញយ៉ាងយឺតកៅអីតូចនិងតូចដ៏តូចរបស់ខ្ញុំបានបាត់ចំណតរថយន្តរបស់ខ្ញុំរបាំងទ្វារដ៏សាមញ្ញនៅច្រកចូលប្រឈមមុខនឹងភាពវឹកវរនិងការភ័យស្លន់ស្លោនៅខាងក្រៅដោយមិនប្រញាប់ប្រញាល់ឆុងតែថ្មីមួយប៉ាន់សម្រាប់ខ្លួនឯងក្លិនតែឈ្ងុយឈ្ងប់លីឡំជាមួយនឹងភាពស្រឡាំងកាំងពីចម្ងាយហើយក៏មានការពីមួយខែមុនដែលពួកគេសាយចំអកថាខ្ញុំឈួតពេលនេះខ្ញុំកំពុងមើលពួកគេវិញបើមិនអញ្ចឹងទេខ្ញុំគ្រាន់តែគិតថារឿងនៅលើលោកនេះពិតជាយុត្តិធម៌ណាស់ក្នុងភាពវឹកវរឡានបឹមដ៏លេចធ្លោរបស់វ៉ាងហៅគឺជាឡានដំបងដែលងើបចេញពីចរាចរណ៍ហើយបានជន់ហ្វ្រាំងងក់ឈប់នៅមុខរបាំងរបស់ខ្ញុំគេបញ្ចុះកញ្ចក់ឡានមុខក្មេងនោះឡើងក្រហមដោយកំហឹងភ្នែករបស់គេសឹងតែបាញ់ចេញជាភ្លើងឡៃឈិនយកអាដែករបាំងចង្រៃនេះចេញភ្លាមទៅទុកកពួយយើងចូលខ្ញុំលើកពេញតែឡើងភ្លុំស្លឹកតើដែលអន្តែតលើទឹកតិចរួចក៏ក្រេកមួយក្អឹកទឹកតែដ៏ក្តៅហូរចុះតាមបំពង់ធ្វើឲ្យមានភាពកក់ក្តៅពេញទ្រូងខ្ញុំងើបភ្នែកឡើងចង្អុលទៅទាំងក្តារនៅក្បែរនោះដែលត្រូវបានគេសាច់ចំអកអស់រយៈពេល1ខែបានគូសំឡេងរបស់ខ្ញុំស្ងប់ស្ងាត់50យន់វ៉ាងហៅហាក់ដូចជាបានឮរឿងដែលគួរឲ្យអស់សំណើចបំផុតក្នុងលោកហើយសាច់ចំអកវិញឯងចង់ងាប់មែនទេជឿអត់ថាឯងនឹងកំទេចកន្លែងកញ្ចាស់របស់ឯងនេះមែនហើយកំទេចកន្លែងវាចោលទៅវាមានតែម្នាក់ឯងចង់បិទផ្លូវអ្នកភូមិយើងទាំងមូលក្រុមអ្នកភូមិក្មេងដែលពោពេញដោយកំហឹងបានចំរោមពីខាងក្រោយម្នាក់ត្រៀមលេងថកក្តៅយ៉ាងកាច់សាហាវហាក់ដូចជានឹងប្រះហិង្សានៅវិនាទីបន្ទាប់ខ្ញុំដាក់ពេញតែចុះទាញទូរស័ព្ទចេញពីហោប៉ៅយ៉ាងប្រញាប់ខ្ញុំបានចុចលេខ3ខ្ទង់110នៅចំពោះមុខពួកគេបន្ទាប់មកខ្ញុំយកទូរស័ព្ទដាក់ក្បែរត្រចៀកហើយនិយាយដោយសំឡេងល្មមថាអាឡូប៉ូលីសមែនទេខ្ញុំចង់ប្តឹងមានគេប្រមូលផ្ដុំគ្នាបង្កចំនួននៅច្រកចូលភូមិលីបង្កសន្តិសុខហើយថែមទាំងចង់បំផ្លាញទ្រព្យសម្បត្តិស្របច្បាប់របស់ខ្ញុំនិងទីតាំងអាជីវកម្មរបស់ខ្ញុំសំឡេងរបស់ខ្ញុំបានបន្លឺយ៉ាងច្បាស់ទៅដល់មនុស្សគ្រប់គ្នាភាពក្រអឺតក្រទុំនៅលើមុខវ៉ាងហៅបានរលត់ទៅពាក់កណ្ដាលភ្លាមគេអាចយកអំណាចឪពុកដែលជាមេភូមិធ្វើបាបគេឯងក្នុងភូមិប៉ុន្តែគេមិនហ៊ានតាំងនឹងប៉ូលីសពិតប្រាកដទេការប្រមូលផ្ដុំបង្កចំនួនបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃបទល្មើសនេះមិនស្រាលទេយុវជនដែលចំរោមនៅខាងក្រោយក៏បានស្ងប់ស្ងាត់ទៅវិញភ្លាមមើលមុខគ្នាទៅវិញទៅមកគ្មានអ្នកណាហ៊ានចេញមុខមុនទេនៅពេលដែលពួកគេកំពុងតច្រកឡានល្បាតរបស់ប៉ូលីសចរាចរណ៍មួយគ្រឿងទៀតលើកនេះប៉ូលីសបានបើកឧខុសសន្សំផ្ទាល់តែម្ដងសំឡេងត្រជាក់ស្រេបបញ្ជាក់ពីផ្លូវដែលស្អាតបាតរថយន្តដែលចតខុសច្បាប់សូមចាក់ចេញជាបន្ទាន់បើពុំនោះទេនឹងត្រូវអូសចេញរាល់ការចំណាយទាំងអស់ជាបន្ទុករបស់ម្ចាស់រថយន្តការព្រមាននេះគឺជាដំណក់ទឹកចុងក្រោយដែលធ្វើឲ្យហូរហៀអូយម៉ែអើយក្រដាស់ពីនៃមួយសន្លឹកទៀតហើយខ្ញុំទើបតែបើកចេញមកមិនដល់កន្លះម៉ោងផងត្រូវគេបិទក្រដាស់ពីនៃ3សន្លឹកបាត់ទៅហើយអស់500យន់បាត់ធ្វើអញ្ចឹងឲ្យរស់យ៉ាងម៉េចកើតគាត់លេងខ្វល់ពីរឿងឈោខាងវងហៅនឹងបាក់ពួកទៀតហើយការរួមគំនិតគ្នាគាត់ខំថ្មិញនឹងជន់ជើងច្រកចេញពីហ្វូងមនុស្សសម្ដៅមកកាន់មុខខ្ញុំគាត់ទាញលុយ50យន់ជ្រួញពីហោប៉ៅស្ទើរតែញាត់ចូលក្នុងដៃខ្ញុំជាវឆេនកឡៃឆេនមីងខុសហើយពីមុនមីងមិនគួរលេងសាច់នឹងក្មួយទេសូមអង្វរអនុញ្ញាតឲ្យមីងចាត់ឡានផងបើនៅតែចោតតាមផ្លូវទៀតលុយសំណង5 សែននេះមិនគ្រប់បង់ថ្លៃពីណីទេខ្ញុំទទួលយកលុយ50យន់នោះដោយទឹកមុខស្ងប់ស្ងាត់
រួចបោះវាចូលទៅក្នុងប្រអប់ដែកតូចមួយនៅក្បែរនោះបន្ទាប់មកខ្ញុំងើបឈរឡើងហើយចុចបើកកបាំងយឺតឲ្យគាត់ឡានពណ៌ក្រហមតូចរបស់គាត់ប្រៀបដូចជាត្រីដែលត្រូវបានគេដោះលែងបានបាត់ចូលចំណតរថយន្តខ្ញុំយ៉ាងលឿនហើយចុចនៅកន្លែងទី1សកម្មភាពនេះហាក់ដូចជាបើកទំនប់ដ៏ណែនតឹងបង្កើតជាចន្លោះប្រហោងមួយអ្នកភូមិទាំងអស់ដែលខ្លាចចូលក្នុងការត្រូវពិន័យលែងខកពីមុខមាត់នឹងអ្វីដែលហៅថាសាមគ្គីភាពទៀតហើយឡើយចេញខ្ញុំសុំចតដែរនេះលុយ50យ៉នទុកមួយកន្លែងឲ្យខ្ញុំផងខ្ញុំសុំចតដែរកុំប្រជ្រៀតគ្នាខ្ញុំមកមុនហ្វូងមនុស្សសម្រុកចូលដូចមនុស្សឈួតម្នាក់ដណ្ដើមគ្នាចប់ខ្លាចតែយឺតបន្តិចឡានរបស់ខ្លួនត្រូវគេអូសយកទៅប្រអប់ដែកដាក់លុយតូចរបស់ខ្ញុំមិនយូរប៉ុន្មានក៏ពេញស្ទើរតែហៀរបាំងត្រូវបានបើកឡើងម្ដងហើយម្ដងទៀតហើយទម្លាក់ចុះម្ដងហើយម្ដងទៀតឡានថ្មីជាច្រើនគ្រឿងបានចតយ៉ាងមានសណ្ដាប់ធ្នាប់នៅក្នុងចំណតរថយន្តដ៏ទូលាយរបស់ខ្ញុំ50យ៉នក្នុងមួយថ្ងៃដែលពួកគេធ្លាប់ផ្សាយចំអកពីមុនពេលនេះបានក្លាយជាកន្លែងសង្គ្រោះជីវិតតែមួយគត់របស់ពួកគេវ៉ាងហៅនិងឪពុករបស់គេវ៉ាងហ្វ័យបានឈរនៅខាងក្រៅហ្វូងមនុស្សមើលទស្សនវិជ្ជាដ៏ចម្លែកតែជាក់ស្ដែងនេះទឹកមុខប្រែពីក្រហមទៅខៀវពីខៀវទៅចុងក្រោយប្រែទៅជាពណ៌ប្រផេះអាវធំថ្មីសន្លាងរបស់វ៉ាងហ្វ័យនៅក្រោមពន្លឺព្រះអាទិត្យពេលព្រឹកមើលទៅគួរឲ្យអស់សំណើចនិងចំអកបំផុតគាត់ដឹងថាគាត់ចាញ់ហើយចាញ់កំឡោះដែលគាត់តែងតែមើលងាយជាមនុស្សស្ងប់ស្ងាត់ចាញ់យ៉ាងអាម៉ាស់បំផុតវ៉ាងហ្វ័យជាក់ស្ដែងមិនព្រមចុះចាញ់ងាយបែបនេះទេអ្វីដែលគាត់មានមោទនភាពបំផុតគឺអំណាចរបស់គាត់ក្នុងនាមជាមេភូមិយប់នោះឧខុសសន្សពក្នុងភូមិក៏បានបន្លឺឡើងគឺជាសម្លេងដ៏ធ្លាប់ស្គាល់និងគួរឲ្យរំខានរបស់វ៉ាងហ្វ័យគាត់ប្រើសម្លេងបែបឈឺចាប់ក៏ហៅអ្នកភូមិទាំងអស់មកប្រជុំបន្ទាន់នៅសាលាភូមិប្រធានបទនៃកិច្ចប្រជុំមានតែមួយគត់គឺថ្កោលទោសខ្ញុំឡៃចិនទង្វើរបស់ឡៃចិននេះគឺជារឿងអ្វីនេះគឺជាការគំរាមទារប្រាក់គឺជាការភ្លេចគុណធម៌ព្រោះតែប្រយោជន៍គេបានបិទផ្លូវអ្នកភូមិទាំងអស់ដើម្បីរកលុយញើសឈាមរបស់យើងតើគេមានមន្តសការដែរឬទេគាត់ខិតខំញុះញង់អារម្មណ៍អ្នកភូមិអាឡៃចិននេះដើម្បីតែភាពមានបានរបស់ខ្លួនមិនញើសនឹងលះបង់ផលប្រយោជន៍ភូមិយើងទាំងមូលទេគេគឺជាជនក្បត់ភូមិលីរបស់យើងតាំងពីយូរលង់ណាស់មកហើយដីរបស់អាឡៃចិនក៏ជាដីរបស់ភូមិលីយើងដែរហើយអ្វីបានជាវាមានសិទ្ធិមានបានតែម្នាក់ឯងហើយបិទផ្លូវអ្នកភូមិយើងទាំងមូលយើងមិនអាចបណ្ដោយឲ្យរឿងនេះកន្លងផុតទៅងាយនោះទេថ្ងៃស្អែកអ្នកទាំងអស់គ្នាសហការគ្នាកុំទៅចតឡាននៅកន្លែងវាតែម្ដងខ្ញុំចង់ដឹងថាតើវានឹងអាចទ្រាំបានយូរប៉ុណ្ណាប៉ុន្តែប្រតិកម្មនៅខាងក្រោមវេទិកាគឺមិនសូវរំភើបដោយការរំពឹងទុករបស់គាត់ឡើយមនុស្សជាច្រើនដែលបានបង់លុយនៅកន្លែងខ្ញុំនៅពេលថ្ងៃហើយនឹងអ្នកភូមិដែលត្រៀមចតឡានយូរអង្វែងសុទ្ធតែអង្ក្បាលហើយនៅស្ងៀមស្ងាត់ពួកគេខ្លាចខាងខ្ញុំថ្ងៃស្អែកសំបីតែកន្លែងចតឡានមួយក៏គ្មានដែរការផាកពិន័យរាប់រយយ៉នជារៀងរាល់ថ្ងៃនឹងហានិភ័យនៃការត្រូវគេអូសឡានពួកគេមិនអាចទ្រាំទ្របានទេវ៉ាងហ្វ័យឃើញថាការញុះញង់របស់ខ្លួនគ្មានប្រសិទ្ធភាពមុខក៏កាន់តែអាក្រក់គឺល្អពួកឯងមិនស្ដាប់អញទេមែនទេចឹងចាំមើលចុះខ្ញុំបានរាយការណ៍ទៅខាងពាណិជ្ជកម្មក្រុងពុនដានិងភូមិបារួចហើយអំពីឡៃចិនគេនេះគឺធ្វើអាជីវកម្មខុសច្បាប់កាន់កាប់ដីខុសច្បាប់អ្នកទាំងអស់គ្នាចាំមើលចុះថ្ងៃស្អែកនឹងមានគេមកបិទចំណតរថយន្តកញ្ចាស់របស់វាហើយដល់ពេលនោះខ្ញុំចង់មើលថាតើវានឹងក្រអឺតក្រទមបានដល់កម្រិតណាថ្ងៃបន្ទាប់ពិតជាមានសភាពអ៊ូអរមែនឡានរបស់ការិយាល័យពាណិជ្ជកម្មឡានរបស់ការិយាល័យពុនដាឡានរបស់ការិយាល័យរៀបចំដែនដីបានបើកចូលក្នុងភូមិយ៉ាងប្រុងប្រៀបអ្នកភូមិទាំងអស់បានចេញមកមើលពួកគេទាំងអស់គ្នាគិតថាលើកនេះខ្ញុំប្រកាសជាចប់ហើយខ្ញុំបាននិយាយរួចហើយតើគេនេះធ្វើអាជីវកម្មខុសច្បាប់មិនអាចនៅគង់វង្សយូរទេហ៊ានធ្វើឲ្យមេភូមិខឹងតើគិតថានឹងមានលទ្ធផលល្អមែនទេវងហៅចូលក្បែរឪពុករបស់ខ្លួនធ្វើកាយវិការអារោគដាក់ខ្ញុំស្នាមញឹមនៅចុងមាត់ពោពេញដោយភាពកាច់សាហាវមន្ត្រីមួយចំនួនបានចុះពីឡានអ្នកដឹកនាំគឺប្រធានយ៉ាងនៃការិយាល័យពាណិជ្ជកម្មគាត់ធ្វើមុខស្ងួតហើយបង្ហាញការសម្គាល់មកខ្ញុំពួកយើងទទួលបានសេចក្តីរាយការណ៍ថាលោកកំពុងបើកចំណតរថយន្តដោយខុសច្បាប់នៅទីនេះសូមបង្ហាញឯកសារពាក់ព័ន្ធរបស់លោកប្រជុំមុខនឹងក្រុមមន្ត្រីទាំងនេះខ្ញុំមិនមានការភ័យស្លន់ស្លោសំបីខ្ញុំដើរទៅយកចេញមកដោយស្ងប់ស្ងាត់ពីក្នុងបន្ទប់តូចដែលសង់បណ្ដោះអាសន្ននៅក្បែរនោះស្រោមសម្បត្តិឯកសារពណ៌ត្នោតក្រាស់មួយត្រូវបានហុចទៅឲ្យជំរាបសួរថ្នាក់ដឹកនាំទាំងអស់ធ្វើឲ្យអ្នកទាំងអស់គ្នាលំបាកហើយសម្ដីរបស់ខ្ញុំស្ងប់ស្ងាត់និងគួរសមប្រធានយ៉ាងបានបើកស្រោមសម្បត្តិឯកសារដោយក្តីសង្ស័យឯកសារនៅខាងក្នុងធ្វើឲ្យគាត់នឹងសហការីនៅពីក្រោយគាត់ស្រឡាំងកម្មច្បាប់ទី1គឺជាវិញ្ញាបនបត្របញ្ជាក់ប្រភេទដីដែលចេញដោយការិយាល័យធនធានដីធ្លីដែលសរសេរយ៉ាងច្បាស់ថាដីមួយកន្លែងនេះគឺជាដីលំនៅឋានស្របច្បាប់របស់គ្រួសារខ្ញុំទី2គឺនៅនាយកដ្ឋានគ្រប់គ្រងចរាចរណ៍តែបានចុះបញ្ជីជាឯកជនចុះបញ្ជីចំណតរថយន្តអាជីវកម្មច្បាប់ទី3គឺជាវិញ្ញាបនបត្រចុះបញ្ជីពន្ធដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារនៅលើនោះថែមទាំងមានកំណត់ត្រាដែលខ្ញុំបានស្ម័គ្រចិត្តប្រកាសបង់ពន្ធកាលពីខែមុនច្បាប់ទី4គឺមកពីនាយកដ្ឋានពន្លត់អគ្គិភ័យដែលចេញលិខិតបញ្ជាក់សុវត្ថិភាពអគ្គិភ័យសូម្បីតែស្តង់ដារនៃការបំពាក់បំពង់ពន្លត់អគ្គិភ័យក៏ត្រូវបានសរសេរយ៉ាងច្បាស់ឯកសារនីមួយសុទ្ធតែមានបោះត្រាពណ៌ក្រហមយ៉ាងច្បាស់គ្រប់នីតិវិធីទាំងអស់គឺត្រឹមត្រូវឥតខ្ចោះខ្ញុំបានបន្ថែមដោយស្ងប់ស្ងាត់ថាថ្នាក់ដឹកនាំទាំងអស់ខ្ញុំប្រើប្រាស់ដីលំនៅឋានស្របច្បាប់របស់ខ្ញុំដោយយកដីទំនេរមកធ្វើអាជីវកម្មស្របច្បាប់ឯកសារនិងនីតិវិធីទាំងអស់គឺពេញលេញហើយខ្ញុំសូមសន្យាថានឹងបង់ពន្ធឲ្យបានគ្រប់ចំនួននិងទាន់ពេលវេលាតាមការកំណត់របស់រដ្ឋសូមស្វាគមន៍ថ្នាក់ដឹកនាំទាំងអស់មកត្រួតពិនិត្យបានគ្រប់ពេលវេលាលោកប្រធាននិងក្រុមការងារបានត្រួតពិនិត្យឯកសារទាំងអស់យ៉ាងល្អិតល្អន់ហើយថែមទាំងបានចុះពិនិត្យដល់ទីកន្លែងផ្ទាល់ដើម្បីបញ្ជាក់ថាអ្វីដែលខ្ញុំនិយាយគឺជាការពិតទាំងអស់ពួកគេរកមិនឃើញកំហុសឆ្គងក្នុងនីតិវិធីណាមួយឡើយពួកគេបានមើលមុខគ្នាទៅវិញទៅមកទឹកមុខហាក់មានភាពស្មុគស្មាញបន្តិចប្រធានយ៉ាងបានប្រកល់ឯកសារមកឲ្យខ្ញុំវិញទឹកមុខដ៏តឹងតែងរបស់គាត់បានធូរស្រាលបន្តិចថែមទាំងមានស្នាមញញឹមសរសើរតិចកំឡោះឲ្យអញមានគំនិតហើយក៏យល់ដឹងពីច្បាប់បានល្អដែរមិនអន់ទេត្រូវប្រុងប្រយ័ត្នពីសុវត្ថិភាពនិងធ្វើអាជីវកម្មឲ្យបានត្រឹមត្រូវគាត់ក៏នាំគ្នាយានឡើងឡានចេញទៅតាំងពីដើមដល់ចប់ពួកគេមិនបានងាកមើលស្រមោលវ៉ាងហ្វ័យសំបីតែបន្តិចវ៉ាងហ្វ័យឈោភ្លឹកនៅស្ងៀមមួយកន្លែងហាក់ដូចជារាងកាយដែលត្រូវគេដកឆ្អិនចេញពីខ្លួនអស់ភាពក្រអឺតក្រទមនៅលើមុខរបស់គាត់ប្រែទៅជាភាពស្រឡាំងភាពស្រឡាំងកាំងប្រែទៅជាភាពអស់សង្ឃឹមយ៉ាងស្លេកស្លាំងអំណាចនិងច្បាប់ទម្លាប់ដែលគាត់ទុកចិត្តបំផុតបែរជាគ្មានន័យអ្វីសោះនៅចំពោះមុខយុវជនម្នាក់នេះគាត់មិនត្រឹមតែមិនអាចដួលខ្ញុំបាននោះទេតែបែរជាមើលទៅដូចទូចម្រៀងកំ pl ចំពោះមុខអ្នកភូមិទាំងអស់
ដែលកំពុងសម្ដែងរឿងកំ pl ែងសាច់ចំអកឲ្យខ្លួនឯងទៅវិញអ្នកភូមិដែលកំពុងឈរមើលទៅរូបរាងដែលបាត់បង់ព្រលឹងរបស់គាត់ខ្សែភ្នែករបស់ពួកគេក៏បានផ្លាស់ខ្សែភ្នែកនោះពោពេញទៅដោយការសង្ស័យការមិនទុកចិត្តនិងថែមទាំងមានភាពមើងងាយបន្តិចផងយុគសម័យរបស់វងហ្វ្កាយបានចាប់ផ្ដើមដួលរំចាប់ពីវិនាទីនេះទៅហើយចំណតរថយន្តរបស់ខ្ញុំបានក្លាយជាទីតាំងដ៏មានញឹកបំផុតនៅក្នុងភូមិយ៉ាងឆាប់រហ័សចំណតរថយន្តជិត200កន្លែងត្រូវគេចពេញរាល់ថ្ងៃប្រអប់ដៃតូចនៅត្រង់ច្រកចូលត្រឹមតែមួយថ្ងៃអាចប្រមូលប្រាក់សុទ្ធបានជិត 10000 យ៉នល្បឿននៃការប្រមូលប្រាក់គឺហួសពីការស្មានរបស់មនុស្សគ្រប់គ្នាច្បាប់គឺខ្ញុំជាអ្នកកំណត់លុយដំបូងដែលខ្ញុំរកបានខ្ញុំមិនយកទៅទិញឡានទេហើយក៏មិនយកទៅចាយវាខ្ជិះខ្ជីដែរប៉ុន្តែខ្ញុំបានឆ្លៀតពេលភ្លាមនាំប៉ាម៉ាក់របស់ខ្ញុំទៅកាន់គម្រោងផ្ទះល្បែងល្អបំផុតនៅក្នុងទីក្រុងហើយបងលុយផ្ដាច់ទិញផ្ទះមួយដែលមានបន្ទប់គេង3និងបន្ទប់នៅពេលដែលខ្ញុំយកកិច្ចសន្យាទិញផ្ទះដែលមានបោះទៅប្រកួតដល់ដៃម៉ាក់របស់ខ្ញុំគាត់បានកាន់ក្រដាសប៉ុន្មានសន្លឹកនោះយំដូចជាកូនក្មេងចំណែកប៉ាខ្ញុំវិញឡើងក្រហមភ្នែកហើយអង្អែលចុះអង្អែលឡើងលើកិច្ចសន្យាត្រង់កន្លែងហាត់ធ្លេខារបស់ខ្ញុំរបស់គាត់ចេះតែអ៊ូតមិនឈប់ថាបើល្អកូនប្រុសល្អប៉ាម៉ាក់ថ្ងៃក្រោយមិនបាច់រិះថាំទៀតទេក្តីស្រមៃមួយជីវិតរបស់ពួកគាត់ត្រូវបានខ្ញុំសម្រេចយ៉ាងងាយស្រួលក្នុងរយៈពេលតែមួយខែអាកប្បកិរិយារបស់អ្នកភូមិគឺមើលចុះគាត់ពិតជាពូកែណាស់មិនយូរមិនឆាប់មុខតែមានរឿងទេនៅពេលដែលអ្នករឹងមាំរហូតដល់ពួកគេត្រូវតែញើយមើលអ្នកពួកគេនឹងប្រជែងគ្នាផ្ដល់ភាពស្និទ្ធស្នាលថោកទាបមកឲ្យអ្នកក្រុមមនុស្សរឹងរូបប៉ុន្មានអ្នកដែលមានវងហៅជាមេខ្លោងសុខចិត្តចំណាយពេលកន្លះម៉ោងបន្ថែមជារៀងរាល់ថ្ងៃដើម្បីយកឡានទៅចតនៅឯទីលានស្មៅឆ្ងាយពី10គីឡូម៉ែត្ររួចដើរត្រឡប់មកផ្ទះវិញក៏មិនព្រមអិនក្បាលចំពោះខ្ញុំដាច់ខាតរាល់ថ្ងៃពេលពួកគេដើរកាត់ចំណតរថយន្តរបស់ខ្ញុំខ្សែភ្នែករបស់ពួកគេសម្លឹងមកដូចជាចាំស៊ីតែមនុស្សភាគច្រើនបានជ្រើសរើសចុះចាញ់នឹងការពិតពួកគេបង់ប្រាក់យ៉ាងទៀងទាត់រាល់ថ្ងៃថៅកែចិននេះជាបន្លែដើមនៅផ្ទះខ្ញុំផ្ទាល់មិនបានបាញ់ថ្នាំទេសាកភ្លក់មើលទៅអរគុណហើយលោកពូយ៉ែងថៅកែចិននេះជានំស្នូលស្លឹកខ្ទឹមនិងពងមាន់ញ៉ាំពេលវានៅក្តៅទៅទឹកចិត្តមនុស្សទៅជារបស់ថ្លៃបំផុតអ្នកដែលធ្លាប់ជិះខ្ញុំខ្លាំងជាងគេគឺអ៊ំស្រីទី3ថែមទាំងពឹងគេឲ្យមកនិយាយអែបអបទៀតថៅកែចិនកូនស្រីឈ្មោះជាវែងរបស់គ្រូសាចិនដែលរៀនវិទ្យាល័យនៅទីរួមស្រុកនោះមានរូបរាងស្រស់ស្អាតណាស់ចង់ណែនាំឲ្យអ្នកស្គាល់គឺខ្ញុំនៅក្មេងណាស់ត្រូវគិតរឿងការងារជាធំជួយអរគុណដល់ទឹកចិត្តរបស់អ៊ំទី3ជំនួសខ្ញុំផងធម្មជាតិរបស់មនុស្សដែលចង់បានផលប្រយោជន៍និងជឿបានបង្ហាញយ៉ាងច្បាស់នៅពេលនេះខ្ញុំមិនបានភ្លេចខ្លួនដោយសារភាពជោគជ័យបានប្រកាសការសម្រេចចិត្តមួយថាអ្នកណាដែលមិនបានរើសអើងពេលគ្រូសាខ្ញុំត្រូវគេកាត់កាល់និងមិនបានបន្ថែមទម្ងន់លើការជិះចាប់របស់យើងទាំងធ្លាប់និយាយការពារពួកយើងមួយម៉ាត់ឬពីរម៉ាត់ដើម្បីភាពយុត្តិធម៌គ្រូសាទាំងនោះឧទាហរណ៍ដូចជាពូលាវនៅផ្ទះក្បែរខាងខ្ញុំនៅចាំអ្នកដែលល្អចំពោះខ្ញុំហើយក៏ចាំអ្នកដែលមិនល្អចំពោះខ្ញុំដែរការសម្រេចចិត្តនេះប្រៀបដូចជាដុំថ្មដែលទម្លាក់ចូលទៅក្នុងផ្ទៃបឹងដ៏ស្ងប់ស្ងាត់ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងភូមិអរគុណហើយឡៃឆេនអើយហេតុអីបានជាខ្ញុំល្ងងទៅជាគេតាមគេអញ្ចឹងពីមុនហេតុអីបានជាមាត់ខ្ញុំនេះចង្រៃយ៉ាងនេះមួយឆ្នាំអាចសន្សំលុយបានប៉ុន្មានទៅខ្ញុំពិតជាខ្វាក់ភ្នែកមែនសម្ព័ន្ធភាពរបស់អ្នកភូមិត្រូវបានខ្ញុំប្រើវិធីសាស្ត្រផលប្រយោជន៍ដ៏សាមញ្ញបំផុតបំបែកបំបាក់ពួកគេយ៉ាងងាយស្រួលខ្ញុំមើលទៅមុខមាត់មនុស្សដែលមុខពុតទាំងនោះដោយគ្មានអារម្មណ៍រំជើបរំជួលអ្វីក្នុងចិត្តខ្ញុំគ្រាន់តែយកយ៉ាងស៊ីជម្រៅនៅការពិតមួយថានៅក្នុងពិភពលោកនេះសមត្ថភាពនិងអំណាចទើបជាបានឆ្លងកាត់តែមួយគត់នៅពេលដែលអ្នកទន់ខ្សោយមនុស្សអាក្រក់នៅជុំវិញខ្លួនអ្នកគឺមាននៅពេលដែលអ្នករឹងមាំរហូតដល់ពួកគេត្រូវតែញើយមើលអ្នកពួកគេនឹងប្រជែងគ្នាផ្ដល់ភាពស្និទ្ធស្នាលថោកទាបមកឲ្យអ្នកខ្ញុំស្មានតែអាជីវកម្មចំណតរថយន្តរបស់ខ្ញុំនឹងចាប់ផ្ដើមទេនៅពេលដែលទម្លាប់ចតឡានរបស់អ្នកភូមិមានភាពទៀងទាត់ហើយចូលដល់ដំណាក់កាលស្ថិរភាពមានអារម្មណ៍ថាថ្មីនេះវាស្ងាត់ជ្រុងបន្តិចនៅចុងសប្តាហ៍ទី1រឿងដែលខ្ញុំបានរំពឹងទុកទីបំផុតបានកាត់ឡើងឡានក្រុងទេសចរដែលមានស្លាកលេខមកពីខេត្តផ្សេងជាច្រើនគ្រឿងបានបើកសម្រុកមកយ៉ាងកកកហើយជប់នៅផ្លូវចូលចំណតរថយន្តរបស់ខ្ញុំអ្នកបើកបរបានលៀនក្បាលចេញមកហើយសួរខ្ញុំយ៉ាងខ្លាំងថាអូថៅកែគិតថ្លៃចតឡានមិនដែរនៅសល់កន្លែងទំនេរទេទើបខ្ញុំនឹកឃើញភ្លាមថានៅក្នុងឯកសារផែនការដែលមិត្តរួមថ្នាក់របស់ខ្ញុំបានឲ្យខ្ញុំបានរៀបរាប់ថាផ្លូវថ្មីនេះមិនត្រឹមតែសម្រាប់បង្កភាពងាយស្រួលដល់ភូមិរបស់យើងប៉ុណ្ណោះទេតួនាទីសំខាន់ជាងនេះទៅទៀតគឺវាភ្ជាប់ទៅនឹងទីក្រុងនិងឧទ្យានតំបន់ដីសាមដ៏ធំមួយដែលទើបនឹងអភិវឌ្ឍតំបន់ទេសចរហើយភូមិលេរបស់យើងគឺជាផ្លូវកាត់ដែលមិនអាចខ្វះបាននៅលើខ្សែរភ្លើងទេសចរនេះនិងជាចំណុចឆ្លងកាត់ដ៏សំខាន់បំផុតដំណឹងគឺអញ្ចឹងសោះនេះមិនមែនជាសំណាងទេវាជាផែនការចំណតឡានដែលពីដំបូងគ្រាន់តែបង្កើតឡើងសម្រាប់បំពេញតម្រូវការក្នុងភូមិស្រាប់តែណែនចង្អៀតគ្មានកន្លែងចតក្នុងមួយប៉ុកនេះជាកន្លែងស្អីហ្នឹងសូម្បីតែចំណតឡានក៏ចូលមិនចុះដែរខ្ញុំប្រញាប់ចេញពីបន្ទប់កុងតឺន័រហើយយកផ្លាកតម្លៃមួយទៀតដែលបានរៀបចំទុកជាមុនចេញមកផ្លាកបដូរវាដាក់ឡើងនៅលើផ្លាកតម្លៃថ្មីស្តង់ដារនៃការគិតថ្លៃត្រូវបានបែងចែកយ៉ាងច្បាស់ជាពីរប្រភេទអ្នកភូមិរស់នៅទីនេះ50យ៉នក្នុងមួយថ្ងៃយានយន្តមកពីក្រៅ100យ៉នក្នុងមួយថ្ងៃឡានក្រុង300យ៉នក្នុងមួយថ្ងៃទោះបីជាតម្លៃកើនឡើងទ្វេដងក៏ដោយថៅកែនៅមានកន្លែងទេខ្ញុំសុំតម្លៃទ្វេដងសម្លឹងមើលទស្សនវិជ្ជាដ៏ក្តៅគប់នៅចំពោះមុខខ្ញុំក៏បានដាក់ចេញសេវាកម្មកម្រិតខ្ពស់បន្ថែមទៀតភ្លាមខ្ញុំប្រើទូរស័ព្ទដៃបង្កើត code សម្រាប់ទទួលប្រាក់យ៉ាងលឿនព្រីនវាចេញមកហើយបិទនៅច្រកចូលគ្រប់គ្រងការកក់កន្លែងចតឡានតាមអ៊ីនធឺណិតថ្លៃកក់គឺ20យ៉នធានាថានឹងរក្សាទុកកន្លែងចតសម្រាប់អ្នកមកមុនបានមុនចំណតឡានរបស់ខ្ញុំស្រាប់តែខ្លាចជាកន្លែងថតរូបល្បីលើអ៊ីនធឺណិតដោយមិនដឹងខ្លួនភ្ញៀវទេសចរជាច្រើនបន្ទាប់ពីចតឡានរួចថែមទាំងរត់ទៅថតរូបជាមួយផ្លាកឈើចាស់របស់ខ្ញុំទៀតបងប្អូនទាំងអស់គ្នាមើលឲ្យលឿនជាចំណតឡានដ៏អស្ចារ្យបំផុតដែលគេនិយាយតាមពីមនុស្សអស្ចារ្យក្នុងវិស័យថតរូប check-in បានជោគជ័យកន្លែងថតរូបល្បីល្បាញខ្ញុំសាងសង់ចំណតឡានតើមិនក៏ខ្លាចជាកន្លែងល្បីទៅវិញចំណូលក្នុងមួយថ្ងៃកើនឡើងដល់ជាង30,000យ៉នតួលេខនេះស្មើនឹងពាក់កណ្ដាលនៃប្រាក់សំណងបណ្ដេញចេញដែលពួកគេទទួលបានកាលពីមុនអ្នកភូមិសម្លឹងមើលគំនរប្រាក់សុទ្ធដូចភ្នំនៅត្រង់ច្រកចូលរបស់ខ្ញុំឡើងក្រហមភ្នែកអស់ហើយពួកគេម្នាក់បើកភ្នែកធំដោយក្តីភ្ញាក់ផ្អើលហាក់ដូចជាទើបតែស្គាល់ខ្ញុំជាលើកដំបូងការច្រណែនការកោតសរសើរការសោកស្ដាយអារម្មណ៍ចម្រុះជាច្រើនបានស្តែងចេញនៅលើផ្ទៃមុខរបស់ពួកគេប៉ុន្តែពួកគេគ្មានវិធីអ្វីឡើយគូសំណាងហើយយើងបង់តែពាក់កណ្ដាលតម្លៃទេការនោះជួយនិយាយការពីគ្រួសារគាត់មួយម៉ាត់ពិតជាមាន60,000ទៅ30លានយ៉ន
ពិភពលោកនេះតែងតែយកសមត្ថភាពមកនិយាយគ្នាខ្ញុំប្រើប្រាស់លុយដែលរកបានធ្វើការអាប់ដេតចំណតឡានយ៉ាងឆាប់រហ័សចំណតឡានដ៏សាមញ្ញនៅក្នុងដៃរបស់ខ្ញុំបានប្រែក្លាយទៅជាចំណតទំនើបយ៉ាងឆាប់រហ័សជាម៉ាស៊ីនរកលុយអាជីវកម្មដ៏មានប្រសិទ្ធភាពអាជីវកម្មរបស់ខ្ញុំក៏បានពង្រីកពីភូមិតូចមួយទៅកាន់ពិភពលោកដ៏ទូលំទូលាយជាងមុនត្រឹមតែជាង1ខែប៉ុណ្ណោះកន្លងផុតទៅប្រាក់សំណងចំនួនត្រឹមតែ60,000 យ៉នកាលពីមុននោះមកដល់ពេលនេះមើលទៅប្រៀបដូចជារឿងកំ pl ែងមួយដែលតូចតាចបំផុតសម្លឹងមើលខ្ញុំរកលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់វ៉ាងហ្វៃឈួតបាត់ទៅហើយអំណាចដ៏កំសត់របស់គាត់នោះត្រូវបានបរាជ័យគ្រប់កន្លែងនៅពេលប៉ះសម្លឹងមើលយុវជនដែលគាត់មើលងាយបំផុតម្នាក់នេះក្តោបក្តាប់សរសៃឈាមសេដ្ឋកិច្ចរបស់ភូមិទាំងមូលមួយជំហាននេះចំណែងឈ្នានេះនឹងមិនព្រមចុះចាញ់នៅក្នុងគាត់ដូចជាពោះពីគាត់បានសម្រេចចិត្តយកតម្រាប់តាមខ្ញុំគាត់បានប្រើប្រាស់អំណាចបង្ខំយកដីរួមរបស់ភូមិជាដីគម្រោងនៅសល់ដីរបស់គណៈកម្មាធិការភូមិដែលឲ្យតែមានជាតំបន់ពលបដុកពេញទៅដោយស្មៅគាត់បានកោះប្រជុំអ្នកភូមិអំពាវនាវឲ្យអ្នកភូមិរៃអង្គាសប្រាក់ដើម្បីសាងសង់ចំណតឡានមួយដែលរថយន្តសាធារណៈសម្រាប់អ្នកភូមិដែលអស្ចារ្យជាងគាត់បានគូវាសផែនការដ៏ស្រស់ស្អាតមួយប្រាប់អ្នកភូមិហើយសន្យាថាបន្ទាប់ពីចំណតឡានសាងសង់ទាំងអស់នឹងត្រូវបែងចែកឲ្យអ្នកភូមិទាំងអស់គ្នាដីបំរុងរបស់គណៈកម្មាធិការភូមិមិនអាចឲ្យឡើយចេនមានបានតែម្នាក់ឯងនោះទេពួកយើងទាំងអស់គ្នារួបរวมគ្នាសាងសង់ដោយខ្លួនឯងមួយប្រមូលលុយទាំងអស់ចូលក្នុងហោប៉ៅរបស់យើងផ្ទាល់គាត់ស្រែករហូតដល់ស្អកនៅលើឆាកប៉ុន្តែលើកនេះអ្នកភូមិមិនដូចពីមុនទៀតទេដែលជាគាត់ទាំងងឹតងល់ឆ្លងកាត់រឿងរ៉ាវជាបន្តកន្លងមកគេឈ្មោះនិងកិត្តិយសរបស់វ៉ាងហ្វយ៉ៃនៅក្នុងភូមិបានធ្លាក់ចុះយ៉ាងទៀតមនុស្សគ្រប់គ្នាសុទ្ធតែអាចមើលដឹងទីតាំងដីរបស់គណៈកម្មាធិការភូមិគឺអាក្រក់ខ្លាំងមានចម្ងាយជាង1 គីឡូម៉ែត្រពីច្រកចេញផ្លូវធំហើយនៅចន្លោះនោះមានវាលស្រែដ៏ធំខៀងជាប់ឡានមិនអាចបើកចូលបានតតែសោះបើចង់សាងសង់ចំណតឡាននៅទីនោះត្រូវតែស្ថាបនាផ្លូវប្រវែង1 គីឡូម៉ែត្រសិនផ្លូវចូលនេះគឺត្រូវចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតមានអ្នកចូលរួមតិចតួចបំផុតមានតែមនុស្សចំណិតរបស់គ្រួសារវ៉ាងប៉ុណ្ណឹងអ្នកដែលធ្លាប់ដើរតាមគាត់ពីមុនពួកដែលស្មោះត្រង់បានជួយចេញលុយបន្តិចបន្តួចជាការគួរសមពិបាកនឹងដកខ្លួនថយណាស់គាត់មានតែយកប្រាក់សន្សំចាស់របស់ខ្លួនមកបញ្ចេញទាំងហើយរកខ្ចីលុយពីមនុស្សចំណិតប៉ុន្មានអ្នកបន្ថែមទៀតទម្រាំតែអាចឲ្យគម្រោងចាប់ផ្ដើមសាងសង់បានគឺអាចស្មានដឹងទៅហើយចូលនោះទើបតែសាងសង់បានពាក់កណ្ដាលលុយក៏ចាយអស់រលីងគម្រោងទាំងមូលបានคล้ายទៅជាគម្រោងដែលធ្វើមិនរួចត្រូវជាប់ទាំងនៅទីនោះបណ្ដោយឲ្យត្រូវខ្យល់ត្រូវថ្ងៃវ៉ាងហៅនៅតែមិនអស់ចិត្តក៏បញ្ចេញគំនិតដ៏ល្ងងខ្លៃរបស់ជាបាននាំមនុស្សមួយចំនួនរត់ទៅច្រកចូលផ្លូវថ្មីធ្វើខ្លួនដូចជាអ្នករត់ម៉ូតូដូចចាប់តែជាឡានភ្ញៀវទេសចរដែលរៀបនឹងចូលចំណតរថយន្តរបស់ខ្ញុំមានវិធីមួយពួកយើងអាចទៅច្រកចូលភូមិហើយស្ទាក់ឡានទាំងនោះមកកុំទៅខាងមុខនោះអីមួយនោះជារបស់ឯកជនទេថ្លៃកត់ពុកភូមិយើងមានចំណតឡានសាធារណៈថប់ជាងពាក់កណ្ដាលមកតាមខ្ញុំមកប៉ុន្តែភ្ញៀវទេសចរឥឡូវនេះម្នាក់ឆ្លាតណាស់ពួកគេឃើញចរិតកង់កាច់របស់វ៉ាងហៅនិងផ្លូវរត់ដបដប់នៅពីក្រោយគាត់គ្មាននរណាម្នាក់ជឿគាត់តតែសោះណែពួកឯងដឹងទេថាធ្វើឲ្យខ្ញុំខាត់ពេលប៉ុន្មានហើយណែមានភ្ញៀវទេសចរមួយចំនួនដែលមានចរិតឆេវឆាវបានទូរស័ព្ទដឹងប៉ូលីសភ្លាមនៅនឹងការពីសកម្មភាពអូសទាញភ្ញៀវដោយខ្ញុំបង្កភាពអរអួរដល់ចរាចរណ៍លេខ110មែនទេខ្ញុំត្រូវការប្តឹងប៉ូលីសបានមកដល់យ៉ាងលឿនហើយបានធ្វើការព្រមានដោយផ្ទាល់មាត់យ៉ាងធ្ងន់ធ្ងរដល់វ៉ាងហៅរួមទាំងកត់ត្រាព័ត៌មានអត្តសញ្ញាណប័ណ្ណរបស់ពួកគេគំនិតដ៏ល្ងងខ្លៃរបស់វ៉ាងហៅមិនត្រឹមតែមិនអាចដណ្ដើមមុខជំនួយរបស់ខ្ញុំបានទេធ្វើឲ្យគាត់ខ្លាចជាមនុស្សដែលគេសាច់ចំហចំណតឡាននោះតែត្រូវវ៉ាងហ្វយ៉ៃផ្ញើក្តីសង្ឃឹមយ៉ាងខ្លាំងជារបស់ភូមិបានខ្លាចជាគម្រោងសាងសង់ពាក់កណ្ដាលទីយ៉ាងពួកដែលត្រូវបានគេជីកាយរញ៉ៃនោះរួមជាមួយនឹងផ្លូវចូលដែលធ្វើបានពាក់កណ្ដាលដូចជាវិមាននៃភាពអាម៉ាស់មួយឈរដែលនៅគណៈកម្មាធិការភូមិដែលកំពុងប្រកាសដោយស្ងៀមស្ងាត់នៅការបញ្ចប់អំណាចនយោបាយរបស់វ៉ាងហ្វយ៉ៃថ្នាក់ដឹកនាំនៅទីនេះក៏អស់សង្ឃឹមយ៉ាងខ្លាំងចំពោះវ៉ាងហ្វយ៉ៃមិនយូរប៉ុន្មានក៏មានដំណឹងលេចមកថារេនជាវេបានចាប់ផ្ដើមចាត់វិធានការដើម្បីស៊ើបអង្កេតពុករលួយរបស់វ៉ាងហ្វយ៉ៃនៅក្នុងគម្រោងរស់រលំនៅបញ្ហាប្រតិបត្តិការខុសច្បាប់ជាប់ជួបដ៏ធំមួយទៀតកំពុងបបមករកគាត់ហើយការយកតម្រាប់តាមដ៏ល្ងងខ្លៃរបស់គាត់កាន់តែបញ្ជាក់ឲ្យឃើញច្បាស់ពីចក្ខុវិស័យនិងសមត្ថភាពរបស់ខ្ញុំធ្វើឲ្យគាត់ចាញ់កាន់តែធ្ងន់ធ្ងរនិងកាន់តែគួរឲ្យចង់សាខ្ញុំអង្គុយនៅក្នុងបន្ទប់ធ្វើការរបស់ខ្ញុំដែលមានលក្ខណៈត្រជាក់សម្លឹងមើលទៅក្នុងអេក្រង់កាមេរ៉ាសម្រាប់ដ៏អស់សង្ឃឹមរបស់វ៉ាងហ្វយ៉ៃនៅលើការដ្ឋានសាងសង់ដែលត្រូវតែបំចិត្តខ្ញុំមិនមានអារម្មណ៍ត្រេកអរតែមានអារម្មណ៍សាសង្វេគប៉ុណ្ណោះទំហំនៃផ្នែកគំនិតរបស់មនុស្សម្នាក់កំណត់ពីលទ្ធផលចុងក្រោយរបស់ពួកគេដែលខ្សែរភ្លើងទេសចរទៅកាន់ឧទ្យានតំបន់ដី30ចំណតឡានដ៏ទូមួយនេះខ្លាំងមិនអាចបំពេញតម្រូវការរបស់ភ្ញៀវទេសចរដែលកើនឡើងជារៀងរាល់ថ្ងៃបញ្ហាកកស្ទះចរាចរណ៍បានខ្លាយជាបញ្ហាដ៏លំបាកមួយដែលស្ថិតនៅចំពោះមុខរដ្ឋាភិបាលមួយមានឡានទំនើបពណ៌ខ្មៅប៉ុន្មានគ្រឿងបានបើកមកជប់នៅមុខច្រកចូលចំណតឡានរបស់ខ្ញុំដោយស្ងៀមស្ងាត់ឡានបានបើកឡើងអ្នកដែលដើរចុះមកគឺជាអភិបាលស្រុកនិងថ្នាក់ដឹកនាំសំខាន់មួយចំនួនមកពីមន្ទីរចរាចរណ៍តែជាការរីកាដោយមិនបោះបង់របស់គាត់ទីបំផុតទទួលបានលទ្ធផលសម្រេចហើយគាត់រំភើបរហូតដល់មុខចាស់របស់គាត់ឡើងប្រញាប់រត់ចេញពីផ្ទះដើរតាមពីក្រោយថ្នាក់ដឹកនាំដើម្បីត្រៀមមើលរឿងអាក្រក់របស់ខ្ញុំប៉ុន្តែទស្សនវិជ្ជាដែលបានកើតឡើងបន្ទាប់ធ្វើឲ្យគាត់ប្រៀបដូចជារន្ទះបាញ់អភិបាលស្រុកមិនបានងាកមើលគាត់សម្បីតែបែរជាដើរសម្ដៅមករកខ្ញុំលើកដៃសុំចាប់ដៃមុនជាមួយនឹងស្នាមញញឹមដ៏កក់ក្ដៅនិងរស់រាយរាក់ទាក់នៅលើមុខអញប្រកាសជាសម្មិតលៃឆេនហើយមើលទៅប្អូនឡៃអើយប្អូនពិតជាអ្នកពូកែខាងជំនួយមែនបានជួយដោះស្រាយបញ្ហាដ៏ធំមួយសម្រាប់ស្រុករបស់យើងអភិបាលស្រុកចាប់ដៃខ្ញុំយ៉ាងតឹងក្នុងសម្លេងរបស់គាត់ពោពេញទៅដោយការកត់ត្រាអភិបាលស្រុកបានរៀបចំផែនការតាំងពីយូរមកហើយដោយពឹងផ្អែកលើធនធានទេសចរនៃឧទ្យានតំបន់ដី30ចំណុចសំខាន់នៃភូមិឡៃនេះនិងសាងសង់ចំណតឡានភោជនីយដ្ឋានកន្លែងសម្រាកកន្លែងលក់ផលិតផលក្នុងស្រុកបញ្ចូលគ្នាជាមណ្ឌលចម្រុះខ្នាតជាតំបន់សេវាកម្មទេសចរគេបានចុះពិនិត្យទីតាំងដែលអាចធ្វើទៅបានទីបំផុតរកឃើញថាចំណតឡានរបស់ខ្ញុំនេះទីតាំងភូមិសាស្ត្រគឺជាទីតាំងមាសតែមួយគត់ដែលមិនអាចមានកន្លែងផ្សេងជំនួសបានថ្ងៃនេះយើងមកទីនេះមិនមែនមកបិទអាជីវកម្មរបស់ខ្លួនទេគឺមកពិភាក្សាការងារសហការជាមួយខ្ញុំឲ្យជំរឿពីជំរឿហារដ្ឋាភិបាលនឹងទិញយកក្នុងតម្លៃ20លានយ៉ូនដាច់នៅកម្មសិទ្ធិដីធ្លីរបស់ប្អូននិងអាជីវកម្មចំណតឡានទាំងស្រុងរដ្ឋាភិបាលជាអ្នកចេញទទួលខុសត្រូវលើគម្រោងការពង្រីកនិងសាងសង់តំបន់សេវាកម្មនិងចំណេះដឹងបច្ចេកទេសដែលមានស្រាប់មកដាក់ភាគហ៊ុនសម្រាប់ពេលទទួលបាន40នៃភាគហ៊ុនគម្រោងតំបន់សេវាកម្មចម្រុះទាំងមូលព្រមទាំងចូលរួមក្នុងការគ្រប់គ្រងនិងការបែងចែកការចំណេញនិងគូ40នៃភាគហ៊ុនទូលេខទាំងពីរនេះប្រៀបដូចជាគ្រាប់បែកទម្លាក់ពីលើអាកាសដែលបានទូកក្របនៅពីលើលំហាត់កាសភូមិឡុយមនុស្សគ្រប់គ្នាត្រូវបានភ្ញាក់ឲ្យរហូតដល់វិលមុខទីតាំងទាំងមូលបានធ្លាក់ចូលទៅក្នុងភាពស្ងាត់ជ្រៅម្នាក់បើកមាត់ធំដោយប្រើខ្សែភ្នែកដូចជាសម្លឹងមើលនិងសម្លឹងមើលមកខ្ញុំដូចជាសត្វចម្លែកពួកគេយកសពប្រកបនឹកស្មានមិនដល់ដែលកាលពីមុនអ្វីដែលពួកគេបានសាច់ចំអកប្រាក់សំណងចំនួន60,000 យ៉នដែលគ្មានតម្លៃក្នុងដៃរបស់ខ្ញុំបែរជាកើនឡើងមិនដឹងជាប៉ុន្មានដងទៅវិញ60,000នៅចំពោះមុខ7លានគឺតូចតាចប្រៀបដូចជាគ្រាប់ធូលីមួយគ្រាប់អញ្ចឹងវ៉ាងហ្វយ៉ៃមានទឹកមុខស្លេកស្លាំងដូចផេះឈាមនៅលើមុខបានស្លេកស្លាំងភ្លាមវោមាត់របស់គាត់ញ័រចង់និយាយអ្វីមួយប៉ុន្តែនិយាយមិនចេញសម្បីមួយម៉ាត់អំណាចដែលគាត់ធ្លាប់មានមោទនភាពមធ្យោបាយដែលគាត់ពឹងផ្អែកដើម្បីរស់នៅចំពោះមុខអ្វីដែលយុវជនម្នាក់នេះបានបង្កើតចំពោះមុខតម្លៃដ៏ដាច់ខាតនេះត្រូវបានកំទេចខ្ទេចខ្ទីជើងទាំងពីររបស់គាត់ទន់ទម្លាក់មិនអាចទប់ទល់រាងកាយរបស់ខ្លួនបានទៀតទេក៏ដួលអង្គុយទៅលើដីខ្ញុំសម្លឹងមើលកែវភ្នែកដ៏ស្មោះត្រង់របស់អភិបាលហើយងាកទៅមើលវ៉ាងហ្វយ៉ៃដែលកំពុងដួលនៅលើដីនិងអ្នកភូមិជុំវិញដែលមានទឹកមុខស្មុគស្មាញខ្ញុំបានគិតមួយសន្ទុះបន្ទាប់មកខ្ញុំងើបក្បាលឡើងទទួលយកការសម្លឹងមើលរបស់អភិបាលស្រុករួចនិយាយយ៉ាងច្បាស់ថាលោកអភិបាលអរគុណសម្រាប់ការវិតម្លៃខ្ពស់របស់អ្នកខ្ញុំជ្រើសរើសជំរឿបប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយ
ភ្លាមនោះបានលេចចូលពេញភូមិផ្ទះរបស់ឡៃឆេនដែលធ្លាប់ត្រូវបានអ្នកភូមិទាំងមូលសើចចំអកឡៃឆេននឹងក្លាយជាម្ចាស់ភាគហ៊ុនធំហើយមនុស្សឈួតនោះមិនធម្មតាទេក្មេងប្រុសគ្រួសារឡៃនោះនឹងក្លាយជាថៅកែហើយលក្ខខណ្ឌរបស់ខ្ញុំក៏ត្រូវបានប្រកាសឡើងឡៃឆេនតំបន់សេវាកម្មរបស់ឯងពិតជាឲ្យពួកយើងទៅធ្វើការមែនទេក្នុងលក្ខខណ្ឌដូចគ្នាផ្ដល់អាទិភាពដល់អ្នកភូមិរបស់យើងលក្ខខណ្ឌមួយនេះបានធ្វើឲ្យខ្ញុំដែលពីយុវជនមានលុយម្នាក់ភ្លាមនោះក្លាយជាមនុស្សម្នាក់ដែលអ្នកភូមិទាំងមូលគោរពកិរិយារបស់អ្នកភូមិចំពោះខ្ញុំបានផ្លាស់ប្ដូរទាំងស្រុងទៅជាការដឹងគុណស្របពេលជាមួយគ្នានេះលទ្ធផលនៃការស៊ើបអង្កេតរបស់ Sheng Jiawei លើ Wang Fei កឹបកេងប្រាក់សំណងនៃការរុះរើប្រើប្រាស់មូលនិធិរួមរបស់ភូមិដោយខុសច្បាប់ពួកឯងចង់ធ្វើអ្វីមេឃុំសូមអញ្ជើញទៅជាមួយពួកយើងខ្ញុំគ្មានជំរឿនទេតាវា Wang Fei ត្រូវបានមនុស្សរបស់ Sheng Jiawei ចាប់ខ្លួនចេញពីផ្ទះផ្ទាល់គេល្បីថាគាត់អាចប្រឈមមុខនឹងការជាប់ពន្ធនាគារយ៉ាងតិចរបស់គ្រួសារ Wang បានធ្លាក់ចុះទាំងស្រុងហើយថ្ងៃបន្ទាប់នៅមុខផ្ទះថ្មីរបស់គ្រួសារខ្ញុំមានមនុស្សតម្រង់ជួរយ៉ាងវែងសុទ្ធតែជាអ្នកភូមិឡើយដែលមកសុំទុកផ្ទាល់អ្នកភូមិអ្នកដែលនៅខាងមុខគេគឺជាអ្នកដែលធ្លាប់ជេរប្រមាថគ្រួសារយើងខ្លាំងជាងគេហើយនិយាយថាយើងសឹមនឹងទទួលកម្មពៀគាត់កាន់មន់ញីចាស់ពីរក្រាបដែលចងខ្សែពណ៌ក្រហមពេលឃើញឪពុកម្ដាយខ្ញុំលើកជង្គង់ចុះព្រុសបងប្រុសឡៃខ្ញុំពិតជាល្ងងណាស់ខ្ញុំមានភ្នែកតែមើលមិនស្គាល់ភ្នំតៃសានសុំមេត្តាអភ័យទោសឲ្យខ្ញុំផងខ្ញុំទីបំផុតនៅតែជ្រើសរើសអ្នកឪពុកខ្ញុំសម្លឹងមកខ្ញុំនៅក្នុងកែវភ្នែកគ្មានភាពសោកសៅដូចមុនទៀតជាលើកទី1ដែលគាត់បង្ហាញនៅស្នាមញញឹមដ៏មានមោទនភាពនិងត្រេកអរយ៉ាងក្រៃលែងរបស់ប៉ែងនេះជាលើកទី1ហើយដែលសប្បាយចិត្តខ្លាំងយ៉ាងនេះគាត់ដើរមកផ្ទះស្មាត់ខ្ញុំយ៉ាងខ្លាំងហើយនិយាយតែមួយម៉ាត់ថាកូនប្រុសល្អកូនពិតជាអស្ចារ្យណាស់ការសរសើរដ៏សាមញ្ញមួយឃ្លានេះធ្វើឲ្យខ្ញុំសប្បាយចិត្តជាងរកលុយបាន20លានទៅនៅចុងជួរនៃហ្វូងមនុស្សខ្ញុំបានឃើញរូបរាងមនុស្សម្នាក់ដែលទាំងធ្លាប់ស្គាល់និងប្លែកគឺវងហៅគាត់លែងមានភាពក្រអឺតក្រទុំដូចមុនទៀតហើយស្លៀកអាវយឺតពណ៌រាងចាស់បន្តិចអង្ក្បាលចុះទឹកមុខស្លេកស្លាំងដូចជាមន់ចូលដែលចាញ់ការប្រកួតគាត់ឈានជើងមកមុខខ្ញុំមិនហ៊ានសម្លឹងភ្នែកខ្ញុំទេសម្លេងតូចដូចមូហើពីមុនសុំទោសខ្ញុំខុសហើយខ្ញុំទទួលកម្មដំអ្វីដែលខ្ញុំបានធ្វើខ្ញុំគ្មានមុខសុំឲ្យឯងអភ័យទោសទេខ្ញុំគ្រាន់តែចង់សុំឲ្យឯងទប់ផ្លូវរស់ឲ្យខ្ញុំមួយផងពេលតំបន់សេវាកម្មសាងសង់រួចរាល់ឲ្យខ្ញុំធ្វើអីក៏តែមានបាយហូបទៅបានហើយខ្ញុំសម្លឹងមើលគាត់ខ្ញុំនឹកឃើញពេលដែលគាត់បើកឡានបងបង្អួតរៀងយ៉ាងក្រអឺតក្រទុំនៅចំពោះមុខខ្ញុំអាក្រៃក៏សម្លឹងមើលស្អីអ្នកទាំងអស់គ្នាមើលទៅនេះហើយគឺវាច់ជែនក្នុងភូមិយើងនៅចង់មានបានទៀតយល់សប្ទៅខ្ញុំគ្មានការស្អប់គុំគួនចំពោះគាត់ទេហើយក៏គ្មានការអាណិតអាសូរខ្ញុំគ្រាន់តែសម្លឹងមើលគាត់ដោយស្ងប់ស្ងាត់រួចនិយាយតិចថាបន្ទាប់ពីតំបន់សេវាកម្មសាងសង់រួចនៅខ្វះអ្នកអនាម័យម្នាក់ទៀតទទួលខុសត្រូវបោះសម្អាតចំណតឡាននិងបង្គន់អនាម័យសាធារណៈបើឯងយកព្រមធ្វើថ្ងៃស្អែកមករីកការចូលធ្វើការវងហៅងើបក្បាលឡើងភ្លាមនៅក្នុងកែវភ្នែកពោពេញទៅដោយការមិនគួរឲ្យជឿខ្ញុំស្មានថាគាត់នឹងប្រមាថខ្ញុំយ៉ាងចាស់ដៃឬក៏មិនអើពើនឹងខ្ញុំតែម្ដងគាត់អន់ក្បាលយ៉ាងជ្រៅមកកាន់ខ្ញុំហើយនិយាយថាក៏ខ្ញុំធ្វើខ្ញុំយល់ព្រមធ្វើខ្ញុំមិនបានធ្វើបាបគាត់ទេខ្ញុំបានបញ្ចប់ការសងសឹករបស់ខ្ញុំហើយការសងសឹករបស់ខ្ញុំមិនមែនជាការជន់ឈ្លីគាត់ក្រោមបាត់ជើងដើម្បីឲ្យគាត់មើលឃើញផ្ទាល់ភ្នែកថាខ្ញុំជើងឡើងដល់កម្ពស់ដែលគាត់មិនអាចឈោងដល់ជារៀងរហូតដល់របៀបជាការទេកំភ្លៀងសងសឹកក្នុងកម្រិតខ្ពស់បំផុតមួយឆ្នាំក្រោយតំបន់សេវាកម្មទេសចរចម្រុះដ៏ទំនើបមួយបានផុសឡើងនៅច្រកចូលភូមិឡុយទីនោះមានចំណតរថយន្តឆ្លាតវៃដ៏ធំបង្គន់អនាម័យសាធារណៈកម្រិតកាយដ៏ស្អាតបាតអាហារដ្ឋានដែលប្រមូលផ្ដុំទៅដោយម្ហូបឆ្ងាញ់មកពីគ្រប់ក្រុមទាំងហាងលក់ផលិតផលកសិកម្មក្នុងស្រុកនិងផ្សារទំនើបលក់ផលិតផលប្រចាំរបស់ខ្ញុំគឺជាចំណុចស្នូលនៃកន្លែងនោះហើយខ្ញុំក្នុងនាមជាម្ចាស់ភាគហ៊ុនធំដែលមានភាគហ៊ុន40បានក្លាយជាថៅកែពិតប្រាកដនៃតំបន់សេវាកម្មកម្លាំងពលកម្មយុវជនភាគច្រើននៅក្នុងភូមិសុទ្ធតែរកបានការងារធ្វើនៅក្នុងតំបន់សេវាកម្មអ្នកខ្លះធ្វើជាសន្តិសុខអ្នកខ្លះធ្វើជាអ្នកគិតលុយអ្នកខ្លះធ្វើជាអ្នករត់ទៅក្នុងភោជនីយដ្ឋានអ្នកខ្លះធ្វើជាអ្នកលក់ក្នុងហាងលក់ផលិតផលប្រចាំរបស់ពួកគេខ្ពស់ជាងកាលពីមុនដែលធ្វើការលីសៃនៅការដ្ឋានខាងក្រៅម៉ាស៊ីនដេរនៅរោងចក្រទៅទៀតភូមិឡែកទាំងមូលដោយសារតែការលេចឡើងនៃតំបន់សេវាកម្មនេះបានបញ្ចេញនូវភាពរស់រវើកដែលមិនធ្លាប់មានពីមុនខ្ញុំបានប្រើប្រាស់ប្រាក់ចំណេញក្នុងឆ្នាំដំបូងបង្កើតមូលនិធិអភិវឌ្ឍភូមិលេខ1ខ្ញុំជាអ្នកចេញទុនជួសជុលរាល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈទាំងអស់ក្នុងភូមិឡើងវិញបានសាងសង់តារាងបាល់បោះថ្មីនិងទីធ្លាសាធារណៈថែមទាំងបានឧបត្ថម្ភដល់សិស្សក្រីក្រក្នុងភូមិដែលប្រឡងចប់សាកលវិទ្យាល័យវងហៅពិតជាបានធ្វើជាអ្នកអនាម័យនៅក្នុងតំបន់សេវាកម្មមែនគាត់ស្លៀកសម្លៀកបំពាក់ការងារពណ៌ខៀវជារៀងរាល់ថ្ងៃបោះសម្អាតគ្រប់ជ្រុងជ្រោយយ៉ាងឧស្សាហ៍ព្យាយាមមនុស្សទាំងមូលប្រែជាស្ងប់ស្ងាត់និងមានការទទួលខុសត្រូវបានជួបខ្ញុំនៅក្នុងចំណតរថយន្តគាត់តែងតែអន់ក្បាលពីចម្ងាយហើយហៅខ្ញុំថាអគ្គនាយកបន្តអន់ក្បាលធ្វើការរបស់គាត់ទីបំផុតឪពុកម្ដាយរបស់ខ្ញុំក៏បានរើត្រឡប់មកភូមិពេលរស់នៅក្នុងផ្ទះដែលខ្ញុំសាងសង់ពិសេសសម្រាប់ពួកគេជាលីឡាដ៏ស្រស់ស្អាតបំផុតនៅក្នុងភូមិរស់នៅផ្ទះក្នុងក្រុងមិនសាំទេគ្មានអ្នកនិយាយលេងជាមួយអបសុកណាស់នៅភូមិសប្បាយជាងហាហាខ្ញុំចូលនៅលើទីធ្លាមើលទេសភាពនៅជាន់ដំបូងនៃតំបន់សេវាកម្មសម្លឹងមើលផ្លូវថ្មីដែលពោពេញដោយរថយន្តធ្វើដំណើរខ្វាយខ្វែងទៅចុងភ្នំពណ៌បៃតងឡើងទីឆ្ងាយថ្មីស្រឡាងពន្លឺព្រះអាទិត្យជះមកលើរាងកាយខ្ញុំកក់ក្ដៅនិងស្រស់ស្រាយខ្ញុំមិនជ្រើសរើសបន្តការគុំគួនពីអតីតកាលនោះទេព្រោះវាគ្មានន័យអ្វីឡើយខ្ញុំយល់ពីការពិតមួយថាភាពរឹងមាំពិតប្រាកដមិនមែនជាការសងសឹកទេតែជាការវាដាច់ផ្លូវនៅក្រោមជើងនៅតែបន្តលាតសន្ធឹងជារបស់ខ្ញុំជីវិតថ្មីរបស់ភូមិយើងទើបតែចាប់ផ្ដើមប៉ុណ្ណោះ